រឿងកសិករល្ងងនិងសត្វខ្លាកាលពីព្រេងនាយមានកសិករម្នាក់ឈ្មោះតាគ្រឿនរស់នៅតាមជាយព្រៃមួយកន្លែងតាគ្រឿនជាមនុស្សមានរូបរាងសាមញ្ញនិយាយស្ដីត្រង់ហើយធ្វើការងារស្រែចម្ការតាមទម្លាប់ធម្មតាឯអ្នកស្រុកឯទៀតតែងហៅគាត់ថាតាគ្រឿនល្ងងដោយសារគាត់មិនសូវចេះប្រើល្បិចកលឬនិយាយវោហារសាសអ្វីច្រើនទេមានថ្ងៃមួយតាគ្រឿនកំពុងភ្ជួររាស់ដីដាំដំឡូងមីយ៉ាងញាប់ដៃស្រាប់តែខ្លាធំពេកដើរចូលមកឈរត្រឹងរួចញញឹមបិទមាត់ខ្លាធំពេកនិយាយដោយសំឡេងដ៏ក្រអួនថានេះតាគ្រឿនអញឃើញឯងខំធ្វើការណាស់តើអញជាម្ចាស់ព្រៃនេះឯងហើយទាមទារចំណាយពីដំណាំទាំងអស់ដែលដុះនៅជិតព្រៃអញចាប់ពីពេលនេះទៅដីចម្ការឯងនេះគឺជាកម្មសិទ្ធិរបស់អញដែរតាគ្រឿនអេះក្បាលបន្តិចរួចនិយាយទាំងភិតភ័យថាអោលោកខ្លាធំអើយបើលោកចង់បានចំណែកកុំឲ្យខ្ញុំធ្វើការទៅទេអីខ្ញុំនឹងចែកផលដំណាំជាពីរចំណែកស្មើគ្នាមួយចំណែករបស់លោកមួយចំណែកទៀតជារបស់ខ្ញុំតែលោកត្រូវជ្រើសរើសតើលោកចង់បានចំណែកដែលដុះនៅខាងលើដីឬចំណែកដែលដុះនៅខាងក្រោមដីខ្លាធំពេកក៏សើចក្អាកក្អាយព្រោះវាគិតថាខ្លួនឯងពិតជាឆ្លាតណាស់វាគិតក្នុងចិត្តថាឯនេះល្ងងពិតមែនស្លឹកដំឡូងនៅលើដីធំខ្ពស់ឯមើមវិញគឺនៅក្រោមដីតូចឯណាទៅដែលថាគ្រប់គ្រាន់អញត្រូវតែយកចំណែកដែលដុះនៅខាងលើដីហើយខ្លាធំពេកក៏ស្រែកឡើងថាល្ងងមែនអញយកចំណែកដែលដុះនៅខាងលើដីចំណែកតាគ្រឿនគាត់ក៏ងក់ក្បាលទទួលព្រមលុះដល់ពេលប្រមូលផលដំឡូងមីក៏លូតលាស់បានមើមធំល្អណាស់តាគ្រឿនបានកាប់ស្លឹកនិងដើមដែលនៅពីលើដីទុកជាចំណែកឲ្យខ្លាធំពេកហើយគាត់ក៏គាស់យកដើមដំឡូងមីធំយកទៅផ្ទះខ្លាធំពេកឃើញតាគ្រឿនដឹកដំឡូងមីធំទៅវាក៏ស្រែកឡើងថាណែតាគ្រឿនឯណាទៅចំណែករបស់អញតាគ្រឿនចង្អុលទៅគំនរស្លឹកនិងដើមដំឡូងមីដែលគ្មានប្រយោជន៍រួចនិយាយថានេះហើយជាចំណែកដែលលោកបានជ្រើសរើសខ្ញុំមិនបានកុហកទេនេះសុទ្ធតែដុះនៅខាងលើដីទាំងអស់ខ្លាធំពេកខឹងសម្បាយយ៉ាងខ្លាំងដឹងតែខ្លួនចាញ់បោកកសិករល្ងងនោះហើយវាក៏បានរត់ចូលព្រៃបាត់ទៅនៅឆ្នាំបន្ទាប់តាគ្រឿនក៏ចាប់ផ្ដើមធ្វើស្រែដាំស្រូវខ្លាធំពេកនៅតែចងគំនុំពីឆ្នាំមុនវាក៏ដើរចេញមកទាចំណែកម្ដងទៀតខ្លាធំពេកក្រហមឡើងថាណែតាគ្រឿនឯងពិតជាចេះប្រើល្បិចមែនតែឆ្នាំនេះអញមិនល្ងងទៀតទេតើដំណាំស្រូវនេះឯងចង់ឲ្យអញយកចំណែកដែលដុះនៅខាងលើដីឬខាងក្រោមដីតាគ្រឿននៅតែសួរសំណួរដដែលខ្លាធំពេកក៏ឆ្លើយទាំងវាយរឹកថាចាំបាច់សួរអីច្រើនឆ្នាំមុនឯងឲ្យអញយកស្លឹកដំឡូងទៅទេឆ្នាំនេះអញយកចំណែកដែលដុះនៅខាងក្រោមដីឲ្យតែនៅក្រោមដីគឺជារបស់អញទាំងអស់រីឯតាគ្រឿនគាត់ក៏ញញឹមរួចក៏ងក់ក្បាលទទួលយកលុះដល់ពេលស្រូវទុំវាលស្រែក៏ប្រែជាពណ៌មាសស្រស់ស្អាតតាគ្រឿនក៏ចាប់ផ្ដើមច្រូតកាត់យកគូស្រូវដែលពោពេញដោយគ្រាប់អង្កររួចហាលឲ្យស្ងួតហើយច្រកដាក់ការុង
ចំណែកឯឫសស្រូវដែលនៅខាងក្រោមដីគឺវាតូចៗគ្មានប្រយោជន៍អ្វីទាំងអស់រីឯខ្លាធំពេកឃើញតាគ្រឿនច្រូតស្រូវវាក៏មកស្រែកថាណែតាគ្រឿនឯណាទៅចំណែករបស់អញឆ្នាំនេះអញយកខាងក្រោមដីហើយតាគ្រឿនក៏ចង្អុលទៅគល់នឹងឫសស្រូវដែលគាត់បានដកចោលនោះហើយលោកខ្លាធំនេះសុទ្ធតែដុះនៅខាងក្រោមដីហើយជាចំណែករបស់លោកទាំងអស់ខ្លាធំពេកឃើញដូច្នេះក៏ក្តៅស្លឹកត្រចៀកវាដឹងថាខ្លួនត្រូវបានកសិករល្ងងម្នាក់នេះបោកប្រាស់ជាលើកទី2ដោយមិនដឹងថាតើវាជ្រើសរើសខាងលើឬខាងក្រោមដីនោះទេវាគិតក្នុងចិត្តថាអាអ្នកល្ងងម្នាក់នេះប្រកាសជាមានល្បិចកលពូកែជាងអញទៀតហើយខ្លាធំពេកក៏ចាប់ផ្ដើមខឹងរហូតដល់ភ្លេចស្មារតីហើយគិតតែពីចង់សងសឹកខ្លាធំពេករត់ចូលទៅក្នុងព្រៃទាំងកំហឹងហើយប្រកាសថាត្រូវទៅតាមសម្លាប់តាគ្រឿនឲ្យបានវាដើរតម្រង់ទៅផ្ទះតាគ្រឿនដោយល្បឿនយ៉ាងលឿនតាគ្រឿនដឹងថាខ្លាធំពេកវាពិតជាខឹងខ្លាំងណាស់គាត់ក៏បានរត់ទៅដល់ផ្ទះមុនហើយប្រាប់ប្រពន្ធគាត់ថាណែយាយអើយខ្លាធំកំពុងមកហើយវានឹងសម្លាប់យើងហើយតែខ្ញុំបានប្រាប់វាថាខ្ញុំមានជំនួយការម្នាក់ដែលខ្លាំងពូកែលើសវាទៅទៀតប្រពន្ធគាត់ក៏ភ័យខ្លាំងណាស់តើជំនួយការឯណាទៅតាយើងមានតែក្របីមួយក្បាលតែប៉ុណ្ណោះតាគ្រឿនគាត់ក៏ញញឹមហើយនិយាយតបថាក្របីនោះហើយជាជំនួយការរបស់ខ្ញុំចាំខ្ញុំប្រើល្បិចបន្តិចសិនយាយត្រូវចូលទៅលាក់ខ្លួនក្នុងផ្ទះឲ្យជិតកុំឲ្យឮសំឡេងអ្វីឡើយចំណែកតាគ្រឿនគាត់ក៏រត់ទៅឈរនៅក្បែរក្របីរបស់គាត់ដែលកំពុងស៊ីស្មៅយ៉ាងស្ងៀមស្ងាត់មួយសន្ទុះក្រោយមកខ្លាធំពេកវាក៏បានមកដល់វាឈរសម្លឹងមើលតាគ្រឿនទាំងគំហុកហើយហៀបនឹងស្ទុះទៅរកគាត់តែស្រាប់តែឮតាគ្រឿនស្រែកឡូឡាថាណែអាក្របីខ្មៅស្អីគេនេះឯងនៅតែស៊ីស្មៅទៀតឬអញប្រាប់ឯងហើយថាឲ្យឯងចាំស៊ីខ្លាធំដែលកំពុងមកដល់ពេលនេះហេតុអីបានជាឯងធ្វើស្អីបានតែប៉ុណ្ណឹងបើឯងមិនទាន់ស៊ីខ្លាទេឯងចាំមើលពេលខ្លាធំមកដល់ឯងត្រូវទៅចាប់វាឲ្យបានយកក្បាលវាឲ្យអញមើលតែឥឡូវបើឯងស៊ីមិនទាន់ឆ្អែតទេឈប់សិនទៅរងចាំឲ្យវាចូលមកដល់ចិត្តបន្តិចទៀតចាំឯងស៊ីវាក៏បានខ្លាធំពេកដែលកំពុងលោភស្ដាប់ឮដូច្នោះក៏ភ័យរន្ធត់ស្លន់ស្លោហើយរត់ទៅវិញយ៉ាងលឿនវាគិតក្នុងចិត្តថាតាគ្រឿននោះពិតជាមានជំនួយការខ្លាំងមែនវាមិនមែនជាក្របីធម្មតាទេក្របីនេះវាដឹងថាអញកំពុងមកថែមទាំងចង់ចាប់យកក្បាលរបស់អញទៅឲ្យតាគ្រឿនទៀតអញត្រូវតែរត់ឲ្យបានឆ្ងាយបើមិនដូច្នោះទេមុខជាស្លាប់មិនខានតាំងពីពេលនោះមកខ្លាធំពេកក៏លែងហ៊ានចេញមករំខានតាគ្រឿនទៀតហើយវាលែងហ៊ានវារឹកឬអួតអាងពីភាពខ្លាំងពូកែរបស់ខ្លួនទៀតហើយព្រោះវាខ្លាចក្របីខ្មៅរបស់តាគ្រឿនជាងខ្លាចអ្វីៗទាំងអស់តាគ្រឿនក៏បានរស់នៅដោយសុខសាន្តហើយអ្នកស្រុកក៏លែងហៅគាត់ថាតាគ្រឿនល្ងងទៀតដែររឿងនេះបង្ហាញថាកម្លាំងកាយមិនអាចឈ្នះប្រាជ្ញាបានឡើយអំនួតនឹងការវារឹកតែនាំមកនៅការចាញ់បោក
និងភាពអាម៉ាស់រឿងល្បែងភូតផលរបស់ឆ្កែព្រៃនិងសត្វទន្សោងកាលពីព្រេងនាយក្នុងព្រៃជ្រៅមួយដែលពោរពេញទៅដោយដើមឈើធំធំនិងដងអូរថ្លាឆ្វេងមានសត្វព្រៃពីរប្រភេទបានរស់នៅជិតគ្នាគឺអាឡោមជាឆ្កែព្រៃដ៏ឆ្លាតវៃនិងមានល្បិចកិច្ចកលច្រើនហើយទន្សោងស្មោះត្រង់ជាសត្វទន្សោងដ៏ឧស្សាហ៍ព្យាយាមមិនចេះកុហកនរណាម្នាក់ឡើយអាឡោមពូកែខាងនិយាយលួងលោមនិងភូតផលដើម្បីទទួលបានអ្វីដែលខ្លួនចង់បានវាមិនដែលនឿយហត់នឹងរកស៊ីដោយខ្លួនឯងទេតែចូលចិត្តប្រើពាក្យសម្ដីផ្អែមល្ហែមឬរឿងភូតផលដើម្បីឆក់យកចំណីសត្វរបស់ដទៃចំណែកឯទន្សោងស្មោះត្រង់វិញតែងតែរវល់រត់រកផ្លែឈើនិងចាប់ត្រីដោយខ្លួនឯងហើយជីវិតរបស់វាពោរពេញទៅដោយសេចក្តីសុខបែបសាមញ្ញនិងភាពស្មោះត្រង់គ្មានមន្ទិលមានថ្ងៃមួយអាឡោមបានឃើញទន្សោងស្មោះត្រង់កំពុងអង្គុយស៊ីត្រីដ៏ធំមួយក្បាលដែលវាចាប់បានយ៉ាងលំបាកអាឡោមដែលកំពុងស្រេកឃ្លានខ្លាំងក៏កើតចិត្តច្រណែននឹងភាពឧស្សាហ៍របស់ទន្សោងអាឡោមបាននិយាយថាអោទន្សោងស្មោះត្រង់អើយមើលទៅឯងរស់នៅដោយសេចក្តីលំបាកណាស់តើនឿយហត់តាំងពីព្រឹករហូតដល់ល្ងាចទើបបានត្រីតូចមួយក្បាលមកស៊ីរីឯទន្សោងក៏បានឆ្លើយតបវិញថាការរកស៊ីគឺវាបែបនេះឯងតែធ្វើឲ្យខ្ញុំមានមោទនភាពនឹងខ្លួនឯងចុះលោកឡោមវិញថ្ងៃនេះបានអ្វីខ្លះអាឡោមសើចហាក់ដូចជាកំពុងសម្លឹងមើលនៅភាពល្ងង់ខ្លៅរបស់ទន្សោងអាឡោមបាននិយាយថាខ្ញុំមិនចាំបាច់ហត់នឿយដូចជាឯងទេសត្វដែលឆ្លាតគឺគេចេះប្រើគំនិតឯងដឹងទេថាពេលខ្លះការកុហកដ៏ប៉ិនប្រសប់អាចនាំមកនូវទ្រព្យសម្បត្តិនិងចំណីអាហារច្រើនជាងការឧស្សាហ៍ព្យាយាមពេញមួយជីវិតទៅទៀតទន្សោងស្មោះត្រង់ងក់ក្បាលដោយឆ្ងល់ថាខ្ញុំមិនយល់ទេលោកឡោមការកុហកវាជាអំពើអាក្រក់ទេតើចំណែកឯអាឡោមឃើញឱកាសដើម្បីលួចចំណីរបស់ទន្សោងវាក៏បង្កើតជាល្បែងប្រកួតមួយឡើងអាឡោមបាននិយាយថាបើឯងមិនជឿដូច្នេះយើងមកលេងល្បែងប្រកួតភូតផលមួយយើងម្នាក់ត្រូវនិយាយរឿងកុហកមួយដែលធំជាងគេបំផុតនិងអស្ចារ្យបំផុតដែលមិនអាចជឿបានទន្សោងស្មោះត្រង់ក៏មានការភ្ញាក់ផ្អើលតែខ្ញុំមិនដែលចេះភូតផលទេខ្ញុំតែនិយាយតែការពិតអាឡោមបាននិយាយឡើងថានោះហើយជាភាពសប្បាយបើសិនជាឯងអាចនិយាយរឿងភូតផលណាមួយដែលធ្វើឲ្យខ្ញុំបើកភ្នែកធំនិងសរសើរថាពិតជាការកុហកដ៏អស្ចារ្យឯងនឹងឈ្នះហើយខ្ញុំត្រូវឲ្យទ្រព្យសម្បត្តិទាំងអស់របស់ខ្ញុំទៅឯងតែបើសិនជាឯងមិនអាចភូតផលបានហើយខ្ញុំជាអ្នកឈ្នះដូច្នេះឯងត្រូវឲ្យត្រីដ៏ធំរបស់ឯងមកខ្ញុំហើយត្រូវធ្វើជាអ្នកបម្រើខ្ញុំមួយសប្តាហ៍ទន្សោងស្មោះត្រង់ក៏បានលើកឡើងថាមិនអីទេខ្ញុំយល់ព្រមតែខ្ញុំព្រមមានឯងឲ្យហៅថាខ្ញុំនឹងនិយាយតែការពិតតែពេលខ្លះការពិតក៏អាចជាការកុហកដ៏អស្ចារ្យផងដែរ
អាឡោមក៏ញញឹមតែមានជ័យជំនះក្នុងចិត្តព្រោះវាមិនដែលគិតថាទុនសោងអាចនឹងកុហកបានឡើយអាឡោមក៏ចាប់ផ្ដើមនិយាយដោយសំឡេងបន្លឺឡើងនិងជាកាយវិការសម្ដែងថាណែស្ដាប់ឲ្យច្បាស់ទុនសោងរឿងកុហកដ៏អស្ចារ្យរបស់ខ្ញុំគឺការពីយប់មិញខ្ញុំបានដេកលក់យ៉ាងស្កប់ស្កល់នៅលើដំបូលផ្ទះរបស់ស្ដេចភ្លាមនោះស្រាប់តែខ្ញុំឃើញផ្កាយមួយបានធ្លាក់ចុះមកលើដីខ្ញុំក៏រត់ទៅចាប់វាបានផ្កាយនោះមានទំហំប៉ុនផ្លែឃ្លោកធំមួយហើយនៅពេលដែលខ្ញុំប៉ះវាផ្កាយនោះក៏បានប្រែខ្លួនទៅជាកញ្ចក់ដ៏ធំមួយខ្ញុំមើលក្នុងកញ្ចក់នោះស្រាប់តែខ្ញុំមើលឃើញពិភពលោកមួយទៀតតែមានសត្វឆ្កែព្រៃទាំងអស់ស្លៀកពាក់ដូចជាស្ដេចហើយពូកែខាងធ្វើនំប៉័ងខ្ញុំក៏បានចូលទៅក្នុងកញ្ចក់នោះហើយបានរៀនធ្វើនំប៉័ងហើយយប់មិញនេះខ្ញុំបានដុតនំប៉័ង1 លានដុំហើយបានយកវាមកភ្ជួរនៅលើខ្សែកាបដែលភ្ជាប់ព្រះអាទិត្យនិងព្រះច័ន្ទខ្ញុំធ្វើដូច្នេះដើម្បីឲ្យពិភពលោកទាំងមូលដឹងថាខ្ញុំជាចុងភៅដ៏ពូកែបំផុតពេលនោះទេវតាបានចុះមកសរសើរខ្ញុំហើយបានប្រគល់មាសមួយរទេះឲ្យខ្ញុំហើយខ្ញុំបានលាក់មាសនោះនៅក្រោមឫស្សីឈើដែលឯងកំពុងអង្គុយនេះឯងអាឡោមនិយាយចប់ក៏មើលមុខទុនសោងស្មោះត្រង់ដោយទឹកមុខអួតអាងវាគិតថារឿងរបស់វាគឺពិតជាអស្ចារ្យបំផុតហើយមិនអាចជឿបានឡើយទុនសោងស្មោះត្រង់គ្រាន់តែងក់ក្បាលហើយក៏បាននិយាយឡើងថាពិតជាអស្ចារ្យមែនអាឡោមវាពិតជារឿងភូតភរដ៏អស្ចារ្យតែបើខ្ញុំជឿឯងខ្ញុំនឹងក្លាយជាសត្វដែលល្ងងបំផុតដូច្នេះខ្ញុំដឹងថាវាជាការភូតភរដ៏ល្អឥតខ្ចោះឥឡូវដល់វេនទុនសោងស្មោះត្រង់ម្ដងវាក៏បានឈរឡើងហើយដកដង្ហើមធំដោយទឹកមុខស្ងប់ស្ងាត់ហាក់ដូចជាកំពុងនិយាយរឿងពិតដែលធ្វើឲ្យឈឺចាប់បំផុតអាឡោមសាយក្នុងចិត្តព្រោះវាដឹងថាទុនសោងនេះគ្មានសមត្ថភាពនឹងកុហកបានទេទុនសាយស្មោះត្រង់ក៏បានឡើងនិយាយថាណែអាឡោមអើយខ្ញុំមិនដែលចេះនិយាយភូតភរទេតែដើម្បីឈ្នះនៅល្បែងនេះខ្ញុំត្រូវតែកុហកដូច្នេះរឿងកុហកដ៏ធំបំផុតដែលខ្ញុំអាចនិយាយបានគឺជាការពិតដែលឯងមិនអាចទទួលយកបានអាឡោមស្ទើរតែដកដង្ហើមមិនរួចនិយាយទៅទុនសោងថាខ្ញុំចង់ស្ដាប់ណាស់ភូតភរអ្វីដែលឯងអាចនិយាយបាននោះរឿងកុហកដ៏ធំបំផុតនោះគឺការពីព្រឹកមិញម្ដាយរបស់ឯងគាត់បានមកជួបខ្ញុំហើយបានសុំឲ្យខ្ញុំសន្យាថាខ្ញុំនឹងឲ្យត្រីធំរបស់ខ្ញុំទៅឯងដោយឥតលក្ខខណ្ឌដើម្បីឲ្យឯងជប់រស់នៅដោយការកុហកតទៅទៀតអាឡោមស្រាប់តែបើកភ្នែកធំធំរាងកាយរបស់វាក៏ញ័រទៅទ្រើកហើយភាពអំនួតរបស់វាក៏បានបាត់បង់អស់ទៅអាឡោមបាននិយាយថានេះជាការកុហកដ៏អស្ចារ្យបំផុតឯងភូតភរថាម្ដាយខ្ញុំដែលជាសត្វឆ្កែព្រៃដ៏ឆ្លាតវៃបំផុតគាត់បានមកជួបឯងដែលជាសត្វទុនសោងស្មោះត្រង់ដើម្បីនិយាយអំពីរឿងស្មោះត្រង់ឯងបានហ៊ានភូតពីម្ដាយខ្ញុំវាមិនអាចទៅរួចទេវាមិនដែលមានរឿងបែបនេះកើតឡើងទេឯងពិតជាភូតមែនទុនសោងស្មោះត្រង់កាត់ពាក្យអាឡោមដោយស្ងាត់ថាខ្ញុំបានបង្កើតរឿងទាំងនេះឡើង
វាមិនមែនជាការពិតទេអាឡោមក៏នៅតែញ័រខ្លួនការភ្ញាក់ផ្អើលរបស់វាខ្លាំងណាស់វាមិនភ្ញាក់ផ្អើលនឹងរឿងនំប៉័ង1 លានដុំរបស់ខ្លួនឯងទេតែវាភ្ញាក់ផ្អើលនឹងរឿងដែលតាក់ទងម្ដាយខ្លួនឯងនឹងរឿងដែលថាម្ដាយខ្លួនឯងចង់ឲ្យខ្លួនឯងឈប់កុហកអាឡោមដឹងច្បាស់ថាទុនសោងស្មោះត្រង់មិនអាចនិយាយពាក្យភូតភរបានទេហើយការដែលវាហ៊ាននិយាយពាក្យនេះគឺមានន័យថាវាជាការភូតភរដ៏ធំដែលចេញពីចិត្តស្មោះរបស់វាអាឡោមក៏ភ័យស្លន់ស្លោនឹងមានការអៀនខ្មាស់យ៉ាងខ្លាំងរឿងភូតភររបស់ទុនសោងបានប៉ះពាល់ដល់ផ្លូវចិត្តនិងកិត្តិយសរបស់វាដែលធ្វើឲ្យវាមិនអាចទទួលយកបានអាឡោមមិនខ្លាចរឿងព្រេងនិទានតែវាខ្លាចការពិតដែលថាម្ដាយរបស់វាពិតជាចង់ឲ្យវាផ្លាស់ប្ដូរមែនអាឡោមបាននិយាយថាខ្ញុំចាញ់ហើយការភូតភររបស់ឯងពិតជាគួរឲ្យភ្ញាក់ផ្អើលនិងមិនអាចជឿបានបំផុតគ្មានអ្វីដែលមិនអាចជឿបានជាងការដែលឯងហ៊ានភូតភរនោះទេរីឯអាឡោមក៏បានរត់បាត់ទៅក្នុងព្រៃដោយភាពខ្មាស់អៀននិងពោរពេញទៅដោយភាពសោកសៅទាំងវាមិនហ៊ានទាំងងាកថយក្រោយមើលត្រីរបស់ទុនសោងនោះឡើយទុនសោងក៏អង្គុយចុះវិញហើយស៊ីត្រីរបស់ខ្លួនជាធម្មតាវាមិនបានឈ្នះដោយសារភាពពូកែភូតភរទេតែវាឈ្នះដោយសារភាពស្មោះត្រង់របស់វាដែលធ្វើឲ្យការភូតភរមួយឃ្លារបស់វាក្លាយជាការភ្ញាក់ផ្អើលដ៏ធំបំផុតសម្រាប់សត្វដែលពូកែភូតភររឿងនិទាននេះបង្រៀនយើងថាការកុហកមិនមែនជាមាគ៌ាដើម្បីទទួលបានសេចក្តីសុខពិតឡើយភាពស្មោះត្រង់តែងតែមានតម្លៃលើសលប់ជាងល្បិចកលទាំងពួងហើយពេលខ្លះការភូតភរដ៏អស្ចារ្យបំផុតគឺការនិយាយពីការពិតដែលអ្នកដទៃមិនអាចទទួលយកបានរឿងប្រាជ្ញាអ្នកនេសាទចំណាស់និងការសន្យារបស់ត្រីឆ្លាមកន្ទុយប្រាក់នៅក្បែរឆ្នេរសមុទ្រដ៏ធំមួយដែលទឹកមានពណ៌ខៀវស្រងាត់និងខ្សាច់មានពណ៌សភ្លឺថ្លាមានភូមិតូចមួយឈ្មោះកំពង់ត្រីនៅទីនោះមានអ្នកនេសាទចំណាស់ម្នាក់ឈ្មោះតាវ៉ាន់ដែលមានវ័យជាង70ឆ្នាំហើយតាវ៉ាន់ជាអ្នកនេសាទដែលមានបទពិសោធន៍យូរឆ្នាំគាត់មិនដែលនេសាទត្រីណាឲ្យហួសពីការប្រចាំថ្ងៃឡើយគាត់តែនិយាយថាការយកច្រើនជាងការចាំបាច់គឺជាការធ្វើបាបនៃធម្មជាតិតាវ៉ាន់មិនសូវមានទ្រព្យសម្បត្តិស្ដុកស្ដម្ភទេប៉ុន្តែគាត់មានប្រាជ្ញាជ្រៅជ្រះណាស់និងមានការគោរពស្រឡាញ់ពីអ្នកភូមិគ្រប់គ្នារាល់ពេលចេញទៅនេសាទគាត់តែងប្រើនុយដែលគាត់ធ្វើដោយផ្ទាល់ដៃនិងទំពក់ដែលជ្រះចាប់តែមិនមែនជាសំណាញ់ធំដែលបំផ្លាញពូជត្រីនោះទេមានថ្ងៃមួយតាវ៉ាន់បានចេញទៅនេសាទតែម្នាក់ឯងដាច់ឆ្ងាយជាងធម្មតាគាត់អុំទូកតូចរបស់គាត់ឆ្លងកាត់ពពកអាប់តូចរហូតដល់ពាក់កណ្ដាលផ្ទៃសមុទ្រដែលគ្មានទូកនេសាទផ្សេងឯទៀតទៅដល់គាត់បានដាក់ទំពក់ហើយអង្គុយសញ្ជឹងគិតស្រាប់តែទូករបស់គាត់ក៏ចាប់ផ្ដើមរង្គោះរង្គើខ្លាំងហើយខ្សែសន្ទូចរបស់គាត់ក៏ត្រូវរឹតណារហូតដល់ស្ទើរតែដាច់តាវ៉ាន់រអ៊ូខណៈដែលគាត់ខាំមាត់សង្កត់ខ្សែត្រីនេះ
ពិតជាត្រីធំទាំងអស់ដែលខ្ញុំធ្លាប់បាននេសាទនៅក្នុងជីវិតទៅទៀតគាត់ក៏បានប្រើកម្លាំងដើម្បីទាញត្រីនោះអស់រយៈពេលជាង2ម៉ោងរហូតដល់កម្លាំងគាត់ស្ទើរតែអស់ទីបំផុតគាត់ក៏អាចទាញត្រីនោះឡើងមកក្បែរទូកបានអ្វីដែលគាត់បានឃើញធ្វើឲ្យគាត់ផ្លឹកស្មារតីអស់មួយសន្ទុះនោះមិនមែនជាត្រីធម្មតាទេវាជាត្រីឆ្លាមកន្ទុយប្រាក់ដែលមានទំហំប៉ុនទូករបស់គាត់ត្រីនេះមានសម្បុរខៀវស្រាលស្រស់ស្អាតប៉ុន្តែកន្ទុយរបស់វាមានពណ៌ប្រាក់ភ្លឺចិញ្ចេញចិញ្ចាចរលើបរលោងគួរឲ្យស្រស់ស្អាតភ្នែករបស់វាមានពណ៌មាសចាស់ហាក់ដូចជាមានប្រាជ្ញាដែលចេះដឹងរឿងរ៉ាវក្នុងសមុទ្ររាប់ពាន់ឆ្នាំខណៈដែលតាវ៉ាន់រៀបនឹងដកទំពក់ចេញពីមាត់របស់វាត្រីនោះក៏បានបើកមាត់ធំហើយបានបញ្ចេញសំឡេងដ៏ច្បាស់ក្រលាស់ថាអោអ្នកនេសាទចំណាស់អ្នកបានឈ្នះខ្ញុំហើយដោយសារភាពអត់ធ្មត់និងប្រាជ្ញារបស់អ្នកប៉ុន្តែសូមកុំយកជីវិតខ្ញុំទៅខ្ញុំមិនមែនជាត្រីធម្មតាទេខ្ញុំគឺជាវិញ្ញាណត្រីការពារសមុទ្រជ្រៅបើអ្នកលែងខ្ញុំនឹងតបស្នងអ្នកវិញនៅរង្វាន់ដ៏មានតម្លៃដែលជាជំនួយសម្រាប់មនុស្សជំនាន់ក្រោយតាវ៉ាន់គាត់ងឿងឆ្ងល់តែគាត់ដឹងថានេះជាហេតុការណ៍មិនធម្មតាគាត់ដកដង្ហើមធំហើយនិយាយដោយសំឡេងទៅកាន់ត្រីនោះថាខ្ញុំមិនចង់បានមាសឬបានពេជ្រនោះទេត្រីឆ្លាមកន្ទុយប្រាក់អើយអ្វីដែលខ្ញុំចង់បានគឺសេចក្តីសុខសាន្តសម្រាប់អ្នកភូមិកំពង់ត្រីរបស់ខ្ញុំនិងចំណេះដឹងដែលការពារពួកគេពីគ្រោះមហន្តរាយរបស់សមុទ្រត្រីឆ្លាមបាននិយាយថាពាក្យសម្ដីរបស់អ្នកពិតជាបង្ហាញពីប្រាជ្ញាដ៏ថ្លៃថ្លាដូច្នេះខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅអំណោយ3យ៉ាងដែលអ្នកអាចប្រើបានលុះត្រាតែមានអាសន្នចាំបាច់បំផុតទី1គឺគ្រាប់ភ្នែកព្យុះខ្ញុំនឹងទុកឲ្យអ្នកនៅភ្នែកមួយគ្រាប់របស់ខ្ញុំគ្រាន់តែដាក់វានៅបាតទូករបស់អ្នកនឹងអាចមើលឃើញដំណើរព្យុះដ៏មហន្តរាយដែលមកដល់ផ្ទៃសមុទ្រនេះមុនពេលវាកើតឡើង7ថ្ងៃទី2គឺចិញ្ចីញមាសខ្ញុំនឹងឲ្យអ្នកនៅចិញ្ចីញមួយប៉ុណ្ណោះដែលមានពណ៌មាសពេលដែលអ្នកឃើញព្យុះកំហឹងរបស់សមុទ្រហើយអ្នកភូមិរបស់អ្នកស្ថិតនៅក្នុងគ្រោះថ្នាក់ចូលអ្នកបោះចិញ្ចីញនេះទៅក្នុងរលកសមុទ្រវានឹងធ្វើឲ្យរលកសមុទ្រស្ងប់ស្ងាត់ភ្លាមប៉ុន្តែចិញ្ចីញនេះអាចប្រើបានតែម្ដងគត់ទី3ការយល់ដឹងភាសាសមុទ្រនៅពេលដែលអ្នកត្រូវការស្វែងយល់ពីអាថ៌កំបាំងនៃសមុទ្រជ្រៅចូលអ្នកប៉ះទំពក់ចាស់របស់អ្នកទៅនឹងទឹកអ្នកនឹងអាចស្ដាប់ឮនិងយល់ពីភាសារបស់សត្វសមុទ្រទាំងអស់ក្នុងរយៈពេលមួយពពេចភ្នែកតែអ្នកត្រូវចាំកុំប្រើវាដើម្បីស្វែងរកកំណប់ឬត្រីចំណេះដឹងមិនមែនសម្រាប់ភាពលោភលន់នោះទេរីឯតាវ៉ាន់បានទទួលយកអំណោយទាំង3យ៉ាងក្តីគោរពគាត់បានដកទំពក់ថ្នមចេញពីមាត់ត្រីហើយលែងវាចូលទៅក្នុងផ្ទៃសមុទ្រជ្រៅត្រីកន្ទុយប្រាក់ក៏បានងើបកន្ទុយដល់ភ្លឺចិញ្ចាចរបស់វាម្ដងទៀតហើយក៏ចាប់ផ្ដើមចូលទៅក្នុងជម្រៅទឹកប៉ុន្មានខែក្រោយមកជីវិតនៅកំពង់ត្រីក៏វិលទៅរកសភាពដើមតាវ៉ាន់រក្សាអាថ៌កំបាំងនេះទុកនៅក្នុងចិត្ត
ហើយមិនដែលប្រើអំណោយទាំងនោះឡើយរហូតដល់ថ្ងៃមួយនៅពេលដែលអ្នកនេសាទទាំងអស់កំពុងរៀបចំចេញទូកតាវ៉ាន់បានដាក់គ្រាប់ភ្នែកព្យុះទៅបាតសមុទ្រគ្រាប់ភ្នែកនោះក៏ចាប់ផ្ដើមបញ្ចេញពន្លឺក្រហមរាប់រយរយៈពេលខ្លីភ្លាមនោះរូបភាពដ៏អាក្រក់នៃរលកយក្សមួយកំពុងបោកបក់យ៉ាងក្តៅគគុកព្យុះដ៏ខ្មៅងងឹតបំផុតក៏បានលេចឡើងនៅក្នុងចិត្តរបស់គាត់តាវ៉ាន់គាត់បានស្រែកឡើងថាព្យុះវាមិនមែនជាព្យុះធម្មតាទេវាជាព្យុះមហន្តរាយដែលនឹងមកដល់ក្នុងរយៈពេល4ថ្ងៃទៀតចំណែកឯអ្នកភូមិគ្រប់គ្នាក៏បានសើចចំអកហើយបាននិយាយថាតាវ៉ាន់ចាស់ទៅហើយមេឃនៅថ្ងៃនេះស្រឡះល្អណាស់ទេតើប៉ុន្តែដោយសារតាវ៉ាន់ជាមនុស្សដែលគេគោរពគាត់ក៏បានពន្យល់ពួកគេដោយស្ងប់ស្ងាត់នៅអ្វីដែលគាត់បានឃើញខ្ញុំធ្លាប់ស្គាល់សមុទ្រនេះអស់មួយជីវិតទៅហើយនេះជាសញ្ញាដែលខ្ញុំមិនអាចមើលរំលងបានសូមអ្នកជឿខ្ញុំចូលទាញទូកទាំងអស់ឡើងទៅលើច្រាំងហើយក៏ពង្រឹងផ្ទះសម្បែងរបស់អ្នកទៅដោយសារតែការទទូចរបស់គាត់អ្នកភូមិខ្លះក៏បានធ្វើតាមចំណែកឯអ្នកខ្លះទៀតគេមិនជឿហើយនៅតែបន្តចេញទូកទៅនេសាទតាមធម្មតាលុះដល់4ថ្ងៃក្រោយមកតាមការព្យាករណ៍របស់តាវ៉ាន់មេឃក៏ចាប់ផ្ដើមងងឹតមិនយូរប៉ុន្មានខ្យល់ព្យុះក៏បោកបក់យ៉ាងខ្លាំងរលកសមុទ្រកម្ពស់ព្រំផ្ទះក៏ចាប់ផ្ដើមបើកបក់មកលើឆ្នេរវាជាព្យុះកំបុតត្បូងដែលមិនធ្លាប់មានពីមុនមកអ្នកភូមិដែលនៅផ្ទះក៏មានសុវត្ថិភាពដោយសារតែពួកគេបាននៅផ្ទះរបស់ពួកគេប៉ុន្តែក្រុមអ្នកនេសាទវ័យក្មេងដែលមិនបានស្ដាប់តាមតាវ៉ាន់ក៏ត្រូវបានព្យុះបក់បោកនៅកណ្ដាលមហាសមុទ្រតាវ៉ាន់ដឹងថាពេលនេះហើយដែលគាត់ត្រូវប្រើអំណាចទី2តាវ៉ាន់ក៏បានបោះជញ្ជីងមាសរបស់គាត់ចេញអំពីថង់ស្ពាយមួយគាត់ប្រញាប់អុំទូកតុយរបស់គាត់ចេញទៅកណ្ដាលព្យុះទាំងដែលរលកស្ទើរតែលេបត្របាក់ទូកគាត់គ្រប់ពេលទៅដល់កន្លែងដែលមានទូកកំពុងលិចលង់តាវ៉ាន់ក៏បានក្រោកឈរឡើងនៅចន្លោះរលកយក្សដ៏ធំសម្បើមហើយគាត់ក៏បានបោះជញ្ជីងមាសតែមួយគត់នោះទៅក្នុងផ្ទៃទឹកភ្លាមនោះជញ្ជីងមាសក៏បានបញ្ចេញពន្លឺពណ៌មាសមួយដ៏ខ្លាំងក្លាហើយពន្លឺនោះក៏បានលាតសន្ធឹងទៅទូទាំងព្យុះកម្លាំងខ្យល់ក៏ចាប់ផ្ដើមថយចុះយ៉ាងលឿនរលកយក្សធំក៏ចាប់ផ្ដើមរៀបស្មើចុះមកវិញចំណែកឯសមុទ្រក៏បានស្ងប់ស្ងាត់ឡើងវិញព្យុះនៅតែបន្តមាននៅឆ្ងាយប៉ុន្តែនៅជុំវិញក្រុមអ្នកនេសាទគឺមានភាពស្ងប់ស្ងាត់ប្រកបដោយអភូតហេតុតាវ៉ាន់បានប្រើភាពស្ងប់ស្ងាត់នេះដើម្បីនាំទូកទាំងអស់ត្រឡប់មកដល់ច្រាំងវិញដោយសុវត្ថិភាពអ្នកនេសាទដែលបានរួចផុតពីសេចក្តីស្លាប់ក៏បានលុតជង្គង់អរគុណតាវ៉ាន់ពួកគេមិនត្រឹមតែដឹងគុណចំពោះការជួយសង្គ្រោះទេថែមទាំងបានយល់ពីប្រាជ្ញាពិតប្រាកដរបស់បុរសចំណាស់ម្នាក់នេះលុះប៉ុន្មានថ្ងៃក្រោយមកនៅពេលដែលអ្នកភូមិមមាញឹកក្នុងការជួសជុលផ្ទះសម្បែងតាវ៉ាន់បានចេញទៅសមុទ្រម្ដងទៀតតែម្នាក់ឯងគាត់មិនបានយកនុយឬសំណាញ់ទៅជាមួយទេគាត់បានប៉ះទំពក់ចាស់របស់គាត់ទៅនឹងផ្ទៃទឹកសមុទ្រហើយប្រើអំណោយទី3គឺការយល់ដឹងពីភាសាសមុទ្រ
គាត់មិនបានសួរត្រីតូចៗថាតើកំណប់នៅឯណាឬតើត្រីធំនៅទីណាទេផ្ទុយទៅវិញគាត់បាននិយាយទៅកាន់សមុទ្រថានៅវិញ្ញាណការពារសមុទ្រជ្រៅអើយខ្ញុំបានប្រើប្រាស់អំណោយរបស់អ្នកហើយខ្ញុំបានប្រើប្រាជ្ញារបស់អ្នកដើម្បីមើលឃើញនៅគ្រោះថ្នាក់ហើយខ្ញុំបានលះបង់ជញ្ជីងមាសដើម្បីសេចក្តីសុខរបស់អ្នកភូមិខ្ញុំដឹងគុណអ្នកបំផុតខណៈពេលនោះសំឡេងនៃទឹកសមុទ្រត្រីហែលក៏បានឆ្លើយតបមកវិញនៅពាក្យដែលគាត់អាចយល់បានថាអំណោយនេះមិនមែនសម្រាប់អ្នកទេតាវ៉ាន់អំណោយនេះគឺសម្រាប់តែមនុស្សណាដែលដឹងថាអ្វីដែលថ្លៃជាងមាសគឺជីវិតនិងសុខុមាលភាពរបស់អ្នកដទៃអ្នកបានបង្ហាញថាប្រាជ្ញារបស់អ្នកពិតជាបរិសុទ្ធជាងកន្ទុយប្រាក់របស់ខ្ញុំទៅទៀតចាប់តាំងពីថ្ងៃនោះមកតាវ៉ាន់លែងប្រើអំណាចទាំង3ទៀតហើយគាត់ក៏បានបោះនៅក្របភ្នែកព្យុះត្រឡប់ទៅក្នុងសមុទ្រវិញដោយដឹងថាភូមិរបស់គាត់ឥឡូវនេះគឺមានប្រាជ្ញាផ្ទាល់ខ្លួនហើយគឺប្រាជ្ញាក្នុងការស្ដាប់ពាក្យទូន្មាននិងការរួបរួមគ្នាតាវ៉ាន់ក៏បានបន្តនេសាទដោយក្តីសុខសាន្តរហូតដល់ចាស់ជរារឿងរ៉ាវនៃប្រាជ្ញារបស់គាត់និងការសន្យារបស់ត្រីឆ្លាមកន្ទុយប្រាក់ត្រូវបានក្លាយជារឿងនិទានប្រចាំភូមិកំពង់ត្រីដែលបង្រៀនមនុស្សជំនាន់ក្រោយថាអំណាចនិងទ្រព្យសម្បត្តិមិនមែនជាប្រាជ្ញាពិតទេប៉ុន្តែប្រាជ្ញាពិតនោះគឺស្ថិតនៅក្នុងការលះបង់ខ្លួនឯងដើម្បីប្រយោជន៍រួមរឿងប្រាជ្ញាអ្នកគង្វាលគោនិងល្បិចរបស់សត្វខ្លាកាលពីព្រេងនាយមានភូមិមួយឈ្មោះថាបាភ្នំដែលស្ថិតនៅក្បែរជើងភ្នំដ៏ធំខ្ពស់ត្រដែតនៅជាប់នឹងព្រៃជ្រៅក្រាស់ឃ្មឹកអ្នកភូមិបាភ្នំភាគច្រើនមានមុខរបរចិញ្ចឹមគោក្របីហើយគោវងនីមួយសុទ្ធតែមានសាច់ថត់ណាស់ក្នុងចំណោមអ្នកភូមិទាំងអស់មានក្មេងប្រុសម្នាក់ឈ្មោះឈឹមតែជាអ្នកគង្វាលគោដ៏ល្បីល្បាញបំផុតឈឹមពុំមានកម្លាំងខ្លាំងដូចអ្នកភូមិដទៃទេប៉ុន្តែគេមានប្រាជ្ញានិងភាពវៃឆ្លាតរបស់គេនៅពេលគង្វាលគោឈឹមតែងតែអង្គុយស្ដាប់សត្វល្អិតសំឡេងខ្យល់និងសូរស័ព្ទប្លែកៗនៅក្នុងព្រៃដូចជាកំពុងអានសៀវភៅដូច្នោះដែរគាត់មិនដែលភ្លេចត្រួតពិនិត្យគោក្របីរបស់គាត់សូម្បីតែមួយក្បាលព្រៃជ្រៅក្បែរភូមិបាភ្នំនោះជាជម្រករបស់ខ្លាមួយក្បាលឈ្មោះអាលាក់ដែលបានតែងតាំងខ្លួនវាជាមេទ័ពខ្លាអាលាក់ជាខ្លាដែលមានកម្លាំងខ្លាំងពូកែណាស់និងមានល្បិចក៏ច្រើនវាមិនចូលចិត្តលួចចាប់សត្វតូចឬគោមួយក្បាលដោយខ្លាដទៃទេតែវាចង់ប្លន់យកវងគោទាំងមូលក្នុងពេលតែមួយដើម្បីបង្ហាញពីអំណាចរបស់វាមានថ្ងៃមួយនោះមេទ័ពខ្លាបានប្រមូលសត្វដែលជាដៃជើងរបស់វាមានដូចជាឆ្កែចចកនិងជ្រូកព្រៃហើយមកប្រជុំគ្នាវាបានប្រកាសផែនការរបស់វាថាចូលអ្នកឯងរាល់គ្នាចូលធ្វើតាមយើងរងចាំអស់ជាយូរមកហើយវងគោនៅភូមិបាភ្នំនោះគឺធាត់ណាស់យប់នេះយើងនឹងប្រើល្បិចចាប់វាយើងនឹងជីករណ្ដៅជ្រៅមួយនៅកន្លែងដែលគោទាំងនោះតែងតែឈរស៊ីស្មៅហើយគ្របវាដោយមែកឈើនិងស្លឹកស្មៅយ៉ាងជិត
ពេលវងគោនាំគ្នាដើរធ្លាក់ចូលរណ្ដៅនោះយើងនឹងចាប់វាបានទាំងអស់ក្នុងពេលតែមួយមេតបខ្លាក៏បានបញ្ជាឲ្យសត្វដទៃដែលជាដៃជើងរបស់វាចាប់ផ្ដើមអនុវត្តផែនការនេះភ្លាមដោយសង្កត់ធ្ងន់លើការលាក់បាំងរណ្ដៅឲ្យជិតបំផុតល្បិចរបស់មេតបខ្លាពិតជាល្អិតល្អន់មែនប៉ុន្តែវាភ្លេចថាឈឹមជាអ្នកគង្វាលគោដែលតែងតែស្ដាប់នៅសូរស័ព្ទបាននៅពេលឈឹមគង្វាលគោដល់ពេលល្ងាចគាត់បានឮសូរដីធ្លាក់និងសំឡេងនិយាយខ្សឹបខ្សៀវរបស់សត្វចចកនិងជ្រូកព្រៃដែលពួកវាកំពុងតែជីករណ្ដៅមិនឆ្ងាយប៉ុន្មានពីកន្លែងគោដែលតែងតែសម្រាកឈឹមក៏បានលួចចូលទៅមើលកន្លែងនោះហើយក៏ឃើញរណ្ដៅដ៏ធំដែលគេគ្របបាំងដោយស្លឹកឈើស្ទើរតែមើលមិនឃើញឈឹមមិនភ័យខ្លាចទេតែបែរជាញញឹមហើយគិតក្នុងចិត្តថាណែមេតបខ្លាមានកម្លាំងប៉ុន្តែគ្មានប្រាជ្ញាអញជាអ្នកគង្វាលគោក៏នឹងប្រើល្បិចដើម្បីទប់ទល់នឹងល្បិចវិញលុះដល់វេលាយប់នោះឈឹមបានត្រៀមល្បិចតបតរបស់ខ្លួនវិញគាត់បានយកឃ្លោកគ្រើមួយមកគូភ្នែកធំនិងមាត់ហែកគួរឲ្យខ្លាចគាត់យកកណ្ដឹងគោធំបំផុតដែលមានសំឡេងលាន់ឮខ្លាំងមកចងព្យួរនៅពីក្រោមឃ្លោកនោះហើយគាត់បានយកឫស្សីមួយដើមវែងហើយចងឃ្លោកនិងកណ្ដឹងនៅចុងឫស្សីនោះមុនពេលព្រះអាទិត្យលិចឈឹមបានលួចទៅកន្លែងរណ្ដៅម្ដងទៀតហើយក៏បានយកឫស្សីដែលចងឃ្លោកគូភ្នែកនិងកណ្ដឹងនោះទៅដោតចំពីមុខរណ្ដៅតែម្ដងដោយទុកឫស្សីនោះឲ្យលយខ្ពស់ពីលើគុម្ពឈើលុះដល់កណ្ដាលអាធ្រាត្រមេតបខ្លាអាលក្ខក៏បាននាំកងទ័ពសត្វរបស់វាលូនចេញពីព្រៃស្ងាត់វាមានអារម្មណ៍រំភើបដោយសារតែជឿជាក់ទៅលើល្បិចរណ្ដៅរបស់ខ្លួនមេតបខ្លាក៏បានឈានជើងចូលមកដល់កន្លែងគោដេកពេលនោះស្រាប់តែមានខ្យល់បក់រំហើយបោកបក់ចំឃ្លោកដែលអាឈឹមបានដុតទុកកណ្ដឹងគោក៏លាន់ឮក្រើងក្នុងភាពស្ងាត់ជ្រងំនៃរាត្រីមេតបខ្លាក៏ឈប់ងក់ហើយសម្លឹងមើលទៅទិសដៅនៃសំឡេងនោះក្នុងភាពងងឹតដ៏គួរឲ្យខ្លាចសត្វខ្លាឃើញតែភ្នែកគូនៅលើឃ្លោកនោះចាំងផ្លេកដូចជាភ្នែកខ្មោចឬក៏ជាសត្វយក្សដ៏ធំសម្បើមដែលមើលមករកវាសំឡេងកណ្ដឹងក៏លាន់ឮឥតឈប់ឈរភ្លាមនោះមេតបខ្លាក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងវាជាសត្វដែលមានល្បិចកលតែវាមិនដែលប្រឈមមុខនឹងអ្វីដែលមើលទៅដូចជាវិញ្ញាណឬជាខ្មោចយាមទេវតាការពារវងគោនោះទេមេតបខ្លាក៏បានក្រហមសួរដោយសំឡេងខ្លាំងថាតើឯងជាអ្វីហេតុអ្វីបានជាមកយាមនៅកន្លែងនេះឃ្លោកនោះមិនបានឆ្លើយតបឡើយតែភ្នែកគូនៅតែសម្លឹងមើលមករកវារួមជាមួយនឹងសំឡេងកណ្ដឹងដ៏គួរឲ្យព្រឺក្បាលមេតបខ្លាគិតនៅក្នុងចិត្តថានេះជាយ័ន្តការពាររបស់ព្រះឥន្ទដែលព្រះអង្គបានបញ្ជូនឲ្យមកយាមគោនៅបាភ្នំនេះបើឯងហ៊ានតែចូលមកចិត្តសំឡេងកណ្ដឹងនេះនឹងហៅផ្គរលាន់មកកំទេចឯងហើយ
ដោយខ្លាចរអានិងបាត់បង់ភាពក្លាហានភ្លាមមេទ័ពខ្លាក៏ចាប់ផ្ដើមរត់ចេញពីកន្លែងនោះដោយផិតភ័យបំផុតនៅក្នុងភាពងងឹតនិងការភ័យស្លន់ស្លោនោះមេទ័ពខ្លាបានរត់ទៅជាន់ចំរណ្ដៅដែលខ្លួនឯងបានជីកគ្របបិទបាំងយ៉ាងជិតនោះឯងមេទ័ពខ្លាបានធ្លាក់ចុះទៅក្នុងរណ្ដៅជ្រៅនោះហើយស្រែកក្រហមរំពងព្រៃដោយការឈឺចាប់និងក្តីអាម៉ាស់ជាខ្លាំងកងទ័ពសត្វដែលឃើញមេទ័ពរបស់ខ្លួនធ្លាក់ចូលរណ្ដៅបែកខ្ញែកគ្នាទៅតាមទិសរៀងៗខ្លួនលុះពេលព្រឹកឡើងអាឈឹមបានដើរទៅត្រួតពិនិត្យរណ្ដៅនោះគេឃើញមេទ័ពខ្លាអាលែកកំពុងតែដេកដួលនៅបាតរណ្ដៅដោយពុំអាចងើបចេញរួចខ្លួនឡើយគេក៏បានហៅអ្នកភូមិឲ្យមកមើលហើយអ្នកភូមិទាំងអស់ក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងអ្នកភូមិក៏បាននាំគ្នាចាប់មេទ័ពខ្លានោះចេញពីភូមិបាភ្នំហើយក៏បានបណ្ដេញវាឲ្យទៅរស់នៅក្នុងព្រៃជ្រៅឆ្ងាយដាច់ស្រយាលមេទ័ពខ្លាអាលែកក៏បាត់បង់ល្បិចកលនិងអំណាចរបស់វាហើយក៏មិនហ៊ានមករំខានអ្នកភូមិដែលរស់នៅបាភ្នំទៀតឡើយចាប់ពីពេលនោះមកវងគោនៅភូមិបាភ្នំក៏មានសេចក្តីសុខសាន្តជានិច្ចឯអាឈឹមដែលជាអ្នកកងវាគោដ៏វៃឆ្លាតក៏ត្រូវបានអ្នកភូមិលើកដង្កើងនិងគោរពស្រឡាញ់ដល់គេណាស់ពួកគេបានដឹងថាប្រាជ្ញាឆ្លៀសវៃអាចយកឈ្នះលើកម្លាំងកាយនិងល្បិចកលដ៏ខ្លាំងពូកែបានជានិច្ចរឿងកូនជាងដែកនិងមហាអាមាត្យកាលពីព្រេងនាយនៅក្នុងរាជធានីមួយនៃទឹកដីខ្មែរដ៏រុងរឿងក្រោមម្លប់នៃព្រះបារមីនៃព្រះមហាក្សត្រដ៏សុចរិតមួយអង្គមានបុរសវ័យក្មេងម្នាក់ឈ្មោះសុវណ្ណជាកូនជាងដែកដែលនៅក្នុងភូមិដាច់ស្រយាលមួយសុវណ្ណពុំមានទ្រព្យសម្បត្តិអ្វីឡើយមានតែចំណេះដឹងវិជ្ជាដែលបានរៀនពីឪពុកម្ដាយនិងប្រាជ្ញាវាងវៃដែលបានកើតមកជាមួយពេលខ្លះអ្នកភូមិយល់ច្រឡំថាសុវណ្ណខ្ជិលច្រអូសព្រោះគេមិនសូវយកចិត្តទុកដាក់នឹងការងារដំដែកដោយកូនជាងដែកដទៃទៀតឡើយតែសុវណ្ណច្រើនចំណាយពេលអានសៀវភៅចាស់បុរាណស្ដាប់ចាស់ព្រឹទ្ធាចារ្យនិទាននិងគិតពិចារណាអំពីរឿងរ៉ាវក្នុងលោកផ្ទុយទៅវិញនៅក្នុងរាជធានីមានមហាអាមាត្យម្នាក់មានឈ្មោះថាកៅដែលជាមនុស្សមានតំណែងខ្ពស់បំផុតបន្ទាប់ពីព្រះមហាក្សត្រមហាអាមាត្យកៅជាមនុស្សមានទ្រព្យសម្បត្តិច្រើនមានចំណេះដឹងតាមរយៈសៀវភៅនិងការរៀនសូត្រពីលោកគ្រូអាចារ្យធំតែគាត់មានអត្តចរិតក្រអឺតក្រទមនិងតែងតែប្រកាសដោយកុសក្លឿនថាគ្មាននរណាម្នាក់ដែលមានប្រាជ្ញាស្មើនឹងយើងទេប្រាជ្ញារបស់យើងគឺខ្ពស់ដូចជាកំពូលភ្នំព្រះសុមេរុបើមាននរណាម្នាក់ហ៊ានអះអាងថាខ្លួនឆ្លាតអាចមកលបងប្រាជ្ញាជាមួយយើងបានតែបើចាញ់ត្រូវតែប្រគល់ទ្រព្យសម្បត្តិទាំងឡាយឬត្រូវពិន័យយ៉ាងធ្ងន់ពាក្យអួតអាងរបស់មហាអាមាត្យកៅបានលេចលឺទៅដល់ភូមិជាងដែករបស់សុវណ្ណមនុស្សជាច្រើនអ្នកភ័យខ្លាចហើយគ្មាននរណាម្នាក់ហ៊ានតទល់ឡើយប៉ុន្តែសុវណ្ណ
មានការមិនពេញចិត្តចំពោះការក្រអឺតក្រទមនេះមានថ្ងៃមួយសុវណ្ណបាននិយាយទៅកាន់ចៅហ្វាយនីរបស់ខ្លួនថាខ្ញុំមិនអាចទ្រាំនឹងពាក្យសម្ដីអួតអាងរបស់មហាអាមាត្យកែវបានទេប្រាជ្ញាពិតគឺមិនមែនជាការអួតអាងនោះទេចំណែកឯចៅហ្វាយនីជាងដែកក៏ភ័យស្លន់ស្លោគាត់បាននិយាយជាមួយសុវណ្ណថាណែចៅសុវណ្ណឯងកុំឈួតអីយើងជាកូនជាងដែកក្រីក្រគ្មានអំណាចអ្វីឡើយឯងមានតែប្រាជ្ញាទៅទេតែមហាអាមាត្យគេមានអំណាចនិងទ្រព្យសម្បត្តិឯងនឹងត្រូវវិនាសដោយសារមាត់របស់ឯងហើយរីឯសុវណ្ណក៏បានញញឹមគេបាននិយាយទៅវិញថាប្រាជ្ញាពិតគឺជាទ្រព្យសម្បត្តិខ្ពស់បំផុតសូមលោកម្ចាស់កុំបារម្ភខ្ញុំនឹងទៅលបងប្រាជ្ញាជាមួយគាត់តែមិនមែនដើម្បីអំណាចឬទ្រព្យសម្បត្តិទេតែទៅបង្រៀនមេរៀនមួយអំពីភាពរាបសារនិងប្រាជ្ញាដែលពិតប្រាកដសុវណ្ណបានធ្វើដំណើរទៅកាន់ព្រះរាជវាំងហើយបានស្នើសុំទូលថ្វាយព្រះមហាក្សត្រអំពីបំណងចង់លបងប្រាជ្ញាជាមួយនឹងមហាអាមាត្យកែវចំណែកព្រះមហាក្សត្រទ្រង់ក៏ជ្រាបពីបំណងរបស់ចៅសុវណ្ណក៏ទ្រង់មានការចាប់អារម្មណ៍យ៉ាងខ្លាំងទ្រង់បានក៏ហៅអាមាត្យកែវមកសួរមហាអាមាត្យកែវក៏បានសើចចំអកថាបបិទ្ធព្រះអង្គម្ចាស់គ្រាន់តែជាកូនជាងដែកដ៏ក្រីក្រម្នាក់ហ៊ានមកតទល់នឹងខ្ញុំដែលជាអាមាត្យធំឬខ្ញុំនឹងបង្រៀនវាឲ្យស្គាល់រសជាតិនៃភាពអំណាចនិងប្រាជ្ញាពិតប្រាកដចំណែកឯព្រះមហាក្សត្រទ្រង់បានត្រាស់ថាណែមហាអាមាត្យកែវចូលអ្នកកុំមើលស្រាលអ្នកដទៃប្រាជ្ញាវាងវៃមិនអាស្រ័យលើឋានៈទេយើងនឹងរៀបចំការលបងប្រាជ្ញានៅក្នុងសារាជវាំងដែលមានយើងជាអ្នកកាត់ក្តីផ្ទាល់លបងនេះនឹងមាន3សំណួរអ្នកណាឆ្លើយបានល្អិតល្អន់និងជ្រាលជ្រៅជាងអ្នកនោះគឺជាអ្នកឈ្នះព្រះមហាក្សត្រក៏បានតម្រូវឲ្យអ្នកទាំងពីរមកចូលរួមពិធីលបងប្រាជ្ញានៅថ្ងៃពេញបូណ៌មីខាងមុខព្រះអង្គបានដាក់លក្ខខណ្ឌថាអ្នកចាញ់ត្រូវតែទទួលយកភាពរាបសារនិងលះបង់ការក្រអឺតក្រទមរបស់ខ្លួនលុះដល់ថ្ងៃកំណត់មនុស្សម្នារាប់ពាន់នាក់ក៏បានមកជួបជុំគ្នានៅមុខសារាជវាំងដើម្បីមើលការលបងប្រាជ្ញាដ៏កម្រមួយនេះចំណែកឯសុវណ្ណក៏ស្លៀកពាក់ជាកូនជាងដែកធម្មតាគេឈរនៅមុខមហាអាមាត្យកែវដែលមានសម្លៀកបំពាក់ដ៏ប្រណិតនិងមានទឹកមុខក្រអឺតក្រទមយ៉ាងខ្លាំងព្រះមហាក្សត្រទ្រង់ក៏ចាប់ផ្ដើមនៅសំណួរទី1គឺជាសំណួររបស់មហាអាមាត្យកែវដល់កូនជើងដែកសុវណ្ណមហាអាមាត្យកែវសម្លឹងមើលសុវណ្ណដោយរឹកវើហើយសួរថាមនាកូនជើងដែកចូលឯងប្រាប់យើងថាតើអំណាចរបស់ព្រះមហាក្សត្រមានទម្ងន់ប៉ុន្មានបើឯងឆ្លាតដូចជាឯងអះអាងនោះចូលឯងគិតគូរឲ្យបានល្អិតល្អន់ចុះមហាអាមាត្យកែវគិតក្នុងចិត្តថាសំណួរនេះនឹងធ្វើឲ្យចៅសុវណ្ណវានឹងឆ្លើយវង្វេងទៅនឹងចំនួនមាសឬជាទំហំទឹកដីរីឯចៅសុវណ្ណ
ក៏បានឆ្លើយទៅវិញយ៉ាងក្លាហានថាអោលោកម្ចាស់មហាមាតទម្ងន់នៃអំណាចរបស់ព្រះមហាក្សត្រគឺស្មើនឹងទំនួលខុសត្រូវទាំងឡាយដែលព្រះអង្គទ្រង់ផ្ទុកនៅលើស្មាព្រះអង្គកាន់កាប់អ្វីទាំងអស់ដូច្នេះអំណាចរបស់ព្រះអង្គក៏ផ្ទុកទំនួលខុសត្រូវរាប់ពាន់ដងព្រះអង្គមិនគ្រាន់តែកាន់កាប់មាសប្រាក់ទេតែទ្រង់កាន់កាប់នៅជីវិតប្រជារាស្ត្រទាំងមូលដូច្នេះទម្ងន់របស់វាគឺធ្ងន់បំផុតតែមនុស្សធម្មតាមិនអាចថ្លឹងថ្លែងបានឡើយចំណែកព្រះមហាក្សត្រទ្រង់ក៏មានព្រះភ័ក្ត្រញញឹមមហាអាមាត្យកែវក៏មានមុខក្រហមព្រោះគាត់គិតថាចម្លើយនឹងជាការគិតអំពីទ្រព្យសម្បត្តិឬទឹកដីព្រះមហាក្សត្រទ្រង់ក៏បានត្រាស់នៅសំណួរទី2តើរបស់អ្វីដែលលឿនជាងពន្លឺនិងស្រាលជាងស្លាបចំណែកមហាអាមាត្យកែវក៏បានឆ្លើយភ្លាមថាបបិទ្ធព្រះអង្គនោះគឺជាខ្យល់គឺលឿនជាងអ្វីទាំងអស់រីឯសុវណ្ណក៏បានលើកដៃសំពះថ្វាយបង្គំព្រះមហាក្សត្រហើយឆ្លើយដោយសំឡេងច្បាស់ថាអោលោកមហាអាមាត្យកែវលោកប្រហែលជាយល់ច្រឡំហើយអ្វីដែលលឿនជាងពន្លឺគឺគំនិតរបស់មនុស្សព្រោះទោះជាព្រះអាទិត្យទើបតែរះនៅទីណាក៏គំនិតរបស់មនុស្សអាចទៅដល់ទីនោះមុនពន្លឺទៅទៀតគំនិតមិនមានទម្ងន់តែអាចធ្វើដំណើរទៅកាន់ទីណាក៏បានឆ្លងកាត់ភពផ្សេងក្នុងមួយប្រព្រឹត្តភ្នែកវងមនុស្សស្រែកហូរដោយការកោតសរសើរចំណែកមហាអាមាត្យកែវក៏កាន់តែអាក់អន់ចិត្តព្រះមហាក្សត្រទ្រង់ក៏លើកសំណួរចុងក្រោយសំណួរនេះជាសំណួរទូទៅតើជីវិតរបស់មនុស្សម្នាក់មានតម្លៃប៉ុន្មានភ្លាមនោះមហាអាមាត្យកែវក៏បានឆ្លើយដោយមានមោទនភាពថាបើតាមក្បួនច្បាប់ជីវិតរបស់មនុស្សម្នាក់មានតម្លៃតាមឋានៈរបស់គេជីវិតរបស់ខ្ញុំជាមហាអាមាត្យគឺមានតម្លៃស្មើនឹងមាស100រទេះហើយជីវិតរបស់កូនជាងដែកនេះគឺមានតម្លៃស្មើនឹងទង់ដែកមួយដុំតែប៉ុណ្ណោះរីឯសុវណ្ណក៏បានឆ្លើយតបទៅវិញថាអោលោកមហាអាមាត្យកែវលោកបានវាយតម្លៃជីវិតដោយទ្រព្យសម្បត្តិតែចំពោះខ្ញុំជីវិតមនុស្សម្នាក់គឺឥតគណនាបានឡើយបើទោះជាអ្នកក្រីក្រជាងគេបំផុតក៏ជីវិតរបស់មនុស្សគេមានតម្លៃស្មើនឹងជីវិតរបស់លោកម្ចាស់ផងដែរតែជីវិតនឹងបាត់បង់តម្លៃប្រសិនបើមនុស្សនោះលក់កិត្តិយសរបស់ខ្លួនឬបំភ្លេចនៅភាពរាបសាររបស់ខ្លួនដូចនេះតម្លៃជីវិតគឺស្ថិតនៅក្នុងការគោរពនិងគុណធម៌របស់មនុស្សម្នាក់មិនមែននៅលើមាសប្រាក់នោះទេបន្ទាប់ពីស្ដាប់ចម្លើយទាំង3របស់សុវណ្ណព្រះមហាក្សត្រទ្រង់ក៏មានព្រះទ័យរំជួលចិត្តជាខ្លាំងទ្រង់បានប្រកាសយ៉ាងឱឡារិកថាចៅកូនជាងដែកសុវណ្ណជាអ្នកឈ្នះក្នុងការលបងប្រាជ្ញានេះចម្លើយរបស់ចៅសុវណ្ណមិនត្រឹមតែឆ្លាតវៃទេថែមទាំងមានអត្ថន័យជ្រាលជ្រៅនិងបង្ហាញពីសេចក្តីល្អក្នុងចិត្តទៀតផងចំណែកឯមហាអាមាត្យកែវវិញចម្លើយរបស់គាត់មានតែការគិតដល់ទ្រព្យសម្បត្តិនិងឋានៈតែប៉ុណ្ណោះមហាអាមាត្យកែវបានដួលលុតជង្គង់
ដោយក្តីខ្មាស់អៀននឹងការភ្ញាក់ផ្អើលព្រះមហាក្សត្រទ្រង់ត្រាស់សួរចៅសុវណ្ណថាចៅចង់បានតំណែងអ្វីសុវណ្ណក៏បានទូលព្រះរាជាថាទូលព្រះបង្គំមិនចង់បានតំណែងទេតែទូលព្រះបង្គំគ្រាន់តែចង់បានឲ្យមហាអាមាត្យកែវរៀនពីមេរៀនអំពីភាពរាបសារហើយប្រើប្រាជ្ញាដ៏ខ្ពង់ខ្ពស់របស់គាត់ដើម្បីជួយដល់ប្រជារាស្ត្រដោយចិត្តស្មោះត្រង់ព្រះមហាក្សត្រទ្រង់ក៏សរសើរសុវណ្ណយ៉ាងខ្លាំងហើយបានតែងតាំងសុវណ្ណជាទីប្រឹក្សាកិត្តិយសរបស់ព្រះរាជវាំងដែលមានតួនាទីត្រួតពិនិត្យនៅភាពយុត្តិធម៌នៅក្នុងការកាត់ក្តីរបស់មន្ត្រីទាំងអស់រួមទាំងមហាអាមាត្យកែវផងដែររឿងនេះបានបង្រៀនយើងថាប្រាជ្ញាពិតមិនមែនស្ថិតនៅលើឋានៈអំណាចឬទ្រព្យសម្បត្តិទេតែស្ថិតនៅក្នុងភាពរាបសារចិត្តល្អនិងការយល់ដឹងជ្រាលជ្រៅអំពីជីវិតនិងគុណធម៌របស់មនុស្សជាតិមហាអាមាត្យកែវក៏បានប្រែខ្លួនជាមនុស្សរាបសារឡើងវិញចាប់តាំងពីពេលនោះមកដោយគោរពរាប់អានទីប្រឹក្សាថ្មីដែលជាអតីតកូនជាងដែកគឺចៅសុវណ្ណ